សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីរិតនៅក្នុងថ្ងៃនេះជួបជាមួយនាងខ្ញុំក្លារ៉ាជាមួយសៀវភៅថ្មីមួយក្បាលដែលមានចំណងជើងថាហេតុអ្វីយើងត្រូវធ្វើការសៀវភៅមួយក្បាលនេះមានចំណងជើងដើមជាភាសាអង់គ្លេសថា Why We Work តើហេតុអ្វីបានជាអ្នកធ្វើការតើអ្នកពេញចិត្តទៅនឹងការងាររបស់អ្នកដែរឬទេតើហេតុអ្វីតើនៅក្បែរខ្លួនរបស់អ្នកមានមនុស្សដែលពេញចិត្តទៅនឹងការងាររបស់ខ្លួនដែរទេខ្ញុំហ៊ាននិយាយថាបើមានក៏វាមិនច្រើនដែរតាមការស្រាវជ្រាវទៅលើបុគ្គលិកចំនួន25លាននាក់នៅក្នុងប្រទេសចំនួន189នៅជុំវិញពិភពលោកបានបង្ហាញឲ្យឃើញថាមានបុគ្គលិកចំនួនតែ13%ប៉ុណ្ណោះពោពេញទៅដោយថាមពលចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការធ្វើឲ្យក្រុមហ៊ុនរីកចម្រើនមានបុគ្គលិកចំនួន63%មានភាពស្ពឹកស្រពន់មិនអាចដាក់ចិត្តទៅក្នុងការធ្វើការបានចំពោះ24%ដែលនៅសល់ចុងក្រោយគេនេះវិញគឺមានភាពអសកម្មមិនយកចិត្តទុកដាក់នៅស្អប់ខ្ពើមចំពោះការងាររបស់ខ្លួនវាជាការពិតដែលមនុស្សគ្រប់គ្នាធ្វើការដើម្បីប្រាក់ខែឬអាចនិយាយឲ្យអាក្រក់ស្ដាប់ជាងនេះបន្តិចទៀតនោះគឺការធ្វើការដើម្បីលុយប៉ុន្តែអ្នកនិពន្ធយល់ថាប្រសិនបើមនុស្សម្នាក់ធ្វើការដើម្បីតែលុយនោះអ្នកនឹងនាំខ្លួនឯងទៅរកផ្លូវស្លាប់ហើយរត់នៅលើផ្លូវនេះគ្មានថ្ងៃស្ងប់និងមិនអាចទទួលបានភាពរីករាយពីការងាររបស់ខ្លួននោះទេអ្នកនិពន្ធសៀវភៅមួយក្បាលនេះគឺលោក Barry Schwartz គឺជាសាស្ត្រាចារ្យផ្នែកចិត្តសាស្ត្ររបស់សាកលវិទ្យាល័យ Swarthmore របស់សហរដ្ឋអាមេរិកលោកបានធ្វើការស្រាវជ្រាវទៅលើចិត្តវិទ្យានិងសង្គមវិទ្យាអស់រយៈពេលជាច្រើនឆ្នាំលោកធ្លាប់បានបោះពុម្ពសៀវភៅចំនួន10ក្បាលនិងនិក្ខេបបទជំនាញរាប់រយនិក្ខេបបទនៅក្នុងនោះសៀវភៅដែលជាស្នាដៃរបស់លោកធ្លាប់បានទស្សនាវដ្តីពាណិជ្ជកម្មប្រចាំសប្តាហ៍ឬក៏ហៅថា Business Week និងទស្សនាវដ្តី Forbes វាតម្លៃថាជាសៀវភៅពាណិជ្ជកម្មដែលល្អបំផុតទាំង10ប្រចាំឆ្នាំចំពោះសៀវភៅហេតុអ្វីយើងត្រូវធ្វើការមួយក្បាលនេះវិញគឺត្រូវបានអគ្គនាយករងផ្នែកពាណិជ្ជកម្មនិងគ្រប់គ្រងធនធានមនុស្សរបស់ក្រុមហ៊ុន Google និងស្មៀនរបស់លោកអនុប្រធានាធិបតីអាមេរិក Daniel Pink បានធ្វើការវាយតម្លៃខ្ពស់និងណែនាំឲ្យអ្នកទាំងអស់គ្នាអានវាសៀវភៅមួយក្បាលនេះបានប្រើប្រាស់សារធាតុរបស់មនុស្សទ្រឹស្ដីរបស់មូលធននិយមនិងសង្គមវិទ្យាយកមកធ្វើការបកស្រាយវាអាចមានភាពផ្ទុយស្រឡះពីអ្វីដែលអ្នកធ្លាប់បានឮមិនថាម្ចាស់អាជីវកម្មថ្នាក់ដឹកនាំឬក៏បុគ្គលិកផ្ទាល់នោះទេសុទ្ធតែអាចអានសៀវភៅមួយក្បាលនេះបានប្រសិនបើអ្នកជាម្ចាស់អាជីវកម្មវាអាចជួយឲ្យអ្នកដឹងពីវិធីគ្រប់គ្រងនិងដឹកនាំបុគ្គលិកជួយឲ្យបុគ្គលិកមានភាពសកម្មនឹងការងារបង្កើនប្រសិទ្ធភាពការងារប្រសិនបើអ្នកគឺជាបុគ្គលិកវិញអ្នកអាចរកឃើញពីអត្ថន័យនៃការងាររបស់អ្នកអាចជួយបង្កើនគុណភាពជីវិតសៀវភៅមួយក្បាលនេះនឹងប្រាប់អ្នកពីមូលហេតុដែលធ្វើឲ្យមនុស្សជាច្រើនធុញនឹងការងារគិតថាការងារគ្មានន័យនិងមិនឲ្យតម្លៃការងារតើហេតុអ្វីបានជាក្រុមហ៊ុនប្រើប្រាស់វិធីជាច្រើនដើម្បីលើកទឹកចិត្តដល់បុគ្គលិកតែបែរជាមិនទទួលបានលទ្ធផលមានតែការយល់ពីបញ្ហាផ្លូវចិត្តរបស់បុគ្គលិកប៉ុណ្ណោះទើបអាចរចនាមជ្ឈដ្ឋានការងារឲ្យមានភាពល្អប្រសើរជាងមុនជួយឲ្យអ្នកនិងមិត្តរួមការងាររបស់អ្នកមានការងារដ៏ល្អមួយយើងឈានចូលមកដល់ចំណុចទី1ដែលត្រូវបកស្រាយនៅក្នុងថ្ងៃនេះគឺតើហេតុអ្វីបានជាមនុស្សជាច្រើនស្អប់ខ្ពើមការងារតាមការស្រាវជ្រាវខាងលើមនុស្សចំនួន 13% ដែលពេញចិត្តនឹងការងាររបស់ខ្លួនបានគិតថាការងារវាគឺជាអាជីពវាប្រៀបបានទៅនឹងការលេងហ្គេមតម្រៀបអក្សរឬក៏ហៅថា crossword ថ្មីត្បិតតែវាមានការលំបាកបន្តិចមែនប៉ុន្តែអ្នកមានភាពជឿជាក់ថាអ្នកអាចសម្រេចវាបាននៅក្នុងការលេងអ្នកបានវឹកហាត់និងបង្កើនសមត្ថភាពប្រសិនបើអ្នកទទួលបានជោគជ័យអ្នកនឹងមានភាពសប្បាយរីករាយលើភាពជោគជ័យរបស់អ្នកដែលពាក្យបច្ចេកទេសហៅថា sense of accomplishmentប៉ុន្តែមនុស្សភាគច្រើនស្អប់ខ្ពើមការងារព្រោះយើងមិនមានការងារបែបនេះនោះទេការងាររបស់មនុស្សភាគច្រើនប្រៀបបានទៅនឹងគ្រឿងម៉ាស៊ីនមិនមានឱកាសបញ្ចេញសមត្ថភាពហើយមានពេលខ្លះទៀតត្រូវលះបង់កេរ្តិ៍ខ្មាស់និងក្រមសីលធម៌ទៀតអាចនិយាយបានថាយើងស្អប់ខ្ពើមការងារនេះមានហេតុផលត្រឹមត្រូវបើតាមគំនិតរបស់លោក Adam Smith ដែលបានសរសេរនៅក្នុងសៀវភៅទ្រព្យសម្បត្តិជាតិបានលើកឡើងថាបើសិនការងារមួយទោះបីជារវល់ខ្លាំងឬក៏ទំនេរគ្មានការងារធ្វើក៏ដោយមនុស្សម្នាក់សុទ្ធតែអាចទទួលបានប្រាក់កម្រៃដូចគ្នានោះម្នាក់នោះនឹងបំពេញការងារដោយមិនយកចិត្តទុកដាក់ព្រោះថាភាពខ្ជិលច្រអូសនិងចង់បានភាពស្រណុកសុខស្រួលគឺជាសារធាតុរបស់មនុស្សដែលមានតាំងពីកំណើតមកម្ល៉េះដោយផ្អែកទៅលើធម្មជាតិរបស់មនុស្សនេះលោក Adam Smith បានបំលែងដំណើរការងារឲ្យមានភាពសាមញ្ញងាយស្រួលឲ្យបុគ្គលិកធ្វើការងារដដែលម្ដងហើយម្ដងទៀតការធ្វើបែបនេះគឺពិតជាអាចបង្កើននូវប្រសិទ្ធភាពការងារបានមែនគាត់បានរកឃើញថាប្រសិនបើឲ្យមនុស្សម្នាក់ធ្វើការងារដដែលបង្កើតឲ្យមានអ្នកចាប់ទាញសរសៃដែកម្ជុលឲ្យវែង
មានអ្នកទាញឲ្យត្រង់មានអ្នកចាំកាត់ផ្ដាច់មានអ្នកចាំសំលៀងក្បាលម្ជុលនោះបុគ្គលិក10នាក់អាចផលិតបានម្ជុលចំនួន 48,000 ដើមក្នុងមួយថ្ងៃផ្ទុយមកវិញប្រសិនបើឲ្យបុគ្គលិកម្នាក់ធ្វើការងារទាំងអស់ចាប់តាំងពីទាញដែករហូតដល់សំលៀងក្បាលម្ជុលនោះបុគ្គលិក10នាក់ផលិតម្ជុលមិនបាន200ដើមផងក្នុងមួយថ្ងៃលោក Adam Smith បានបន្ថែមថាការធ្វើការងារដែលសាមញ្ញដដែលពិតជារឿងដែលគួរឲ្យធុញទ្រាន់ប៉ុន្តែវាអាចបង្កើននូវប្រសិទ្ធភាពការងារម្យ៉ាងទៀតទោះបីជាបុគ្គលិកមិនរីករាយនឹងការងារបែបនេះក៏ដោយទោះបីជាពួកគេត្រូវធ្វើការនៅក្នុងកន្លែងថ្មីក៏ពួកគេនៅតែមិនសប្បាយចិត្តដដែលភាពខ្ជិលច្រអូសគឺជាសារធាតុរបស់មនុស្សទោះបីជាយើងឲ្យគេធ្វើការងារបែបណាក៏ដោយក៏មនុស្សទាំងអស់នៅតែអាចរកគ្រប់ហេតុផលបង្ហាញពីភាពមិនពេញចិត្តទៅនឹងការងារនោះបានដូចគ្នាអ្វីដែលអាចឲ្យពួកគេចូលទៅកាន់ផ្នែកផលិតកម្មបានមានតែប្រាក់ខែប៉ុណ្ណោះក្នុងរយៈពេលជាង200ឆ្នាំចុងក្រោយនេះគ្រប់វិស័យទាំងអស់បានប្រើប្រាស់នូវទ្រឹស្ដីរបស់លោក Adam Smith មកជំរុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ចវិស័យនីមួយៗសុទ្ធតែបានបំលែងការងារឲ្យទៅជាដំណាក់កាលដាក់ផែនការការងារឲ្យមានចំនួនកំណត់ចំនួនផលិតនៅក្នុងមួយថ្ងៃជាដើមវាគឺជាហេតុធ្វើឲ្យការងារត្រូវធ្វើដដែលនិងមានភាពសោះក៏ក្រោះហើយក្រៅពីរង្វាន់ជាទឹកប្រាក់បុគ្គលិកទាំងអស់គ្មានហេតុផលអ្វីផ្សេងដើម្បីមកធ្វើការនោះទេតើពួកយើងមិនគួរទទួលបានភាពរីករាយពីការងាររបស់ខ្លួនទេឬចម្លើយរបស់សំណួរមួយនេះយើងអាចរៀនពីលោកនិងមិត្តរួមការងាររបស់គេដែលធ្វើការនៅក្នុងមន្ទីរពេទ្យមួយលោកគឺជាកម្មករផ្នែកអនាម័យមានថ្ងៃមួយឪពុករបស់អ្នកជំងឺបានខឹងនឹងស្ដីឲ្យលោកថាមិនបានបោសសម្អាតបន្ទប់កូនរបស់ខ្លួនប៉ុន្តែតាមពិតទៅលោកបានបោសសម្អាតរួចទៅហើយគ្រាន់តែពេលដែលគេបោសសម្អាតនោះឪពុកអ្នកជំងឺមិននៅក្នុងបន្ទប់នោះតែប៉ុណ្ណោះបើសិនមនុស្សធម្មតាវិញប្រហែលជាអាចនិយាយរកខុសត្រូវជាមួយឪពុកអ្នកជំងឺម្នាក់នោះបាត់ទៅហើយនឹងអាចឈានដល់ការឆ្លោះគ្នាផងក៏ថាបានចំណែកឯលោកវិញមិនបានតវ៉ារកខុសត្រូវអីនោះទេតែបានជាសុំទោសហើយធ្វើការបោសសម្អាតបន្ទប់នោះឡើងវិញម្ដងទៀតមានមនុស្សសួរទៅកាន់លោកថាតើហេតុអីបានជាឯងមិនប្រាប់ការពិតទៅកាន់ឪពុកអ្នកជំងឺនោះទៅលោកបានឆ្លើយថាកូនរបស់គាត់បានដេកសន្លប់នៅទីនេះជាង6ខែទៅហើយគាត់បារម្ភពីកូនគាត់ឡើងចង់សរសៃប្រសាទហើយនឹងដោយសារតែគិតបែបនេះហើយខ្ញុំក៏មិនមានអីត្រូវខឹងនឹងគាត់ដែរមានតែបោះសម្អាតម្ដងទៀតទៅមានមិត្តរួមការងារម្នាក់ទៀតតែងតែគ្រាអ្នកជំងឺដែលទើបតែទទួលការវះកាត់រួចនៅពេលឡើងចុះជណ្ដើរព្រោះថាខ្លាចជណ្ដើររអិលមានមិត្តរួមការងារម្នាក់ទៀតតែងតែនិយាយរឿងកំប្លែងធ្វើឲ្យអ្នកជំងឺសប្បាយចិត្តជាដើមយើងមកវិភាគបន្តិចពីសកម្មភាពរបស់បុគ្គលិកផ្នែកអនាម័យទាំងនេះជាធម្មតានៅក្នុងមន្ទីរពេទ្យមួយគេតែងតែមានការបែងចែកទីតាំងសម្អាតសម្រាប់បុគ្គលិកអនាម័យម្នាក់ៗនិងបានកំណត់លំដាប់លំដោយនៅក្នុងការសម្អាតយ៉ាងត្រឹមត្រូវពលគឺមិនមានបទបញ្ញត្តិណាមួយតម្រូវឲ្យបុគ្គលិកផ្នែកអនាម័យមកធ្វើការយកចិត្តទុកដាក់និងថែទាំទៅលើអ្នកជំងឺនិងក្រុមគ្រួសាររបស់អ្នកជំងឺឡើយប៉ុន្តែលោកនិងមិត្តរួមការងារបែរជាមានភាពសប្បាយចិត្តនៅពេលដែលឃើញអ្នកជំងឺមានស្ថានភាពល្អប្រសើរមានគំនិតលើកទឹកចិត្តអ្នកជំងឺចេះលួងលោមរោគមធ្យោបាយកាត់បន្ថយការឈឺចាប់និងការភ័យខ្លាចរបស់អ្នកជំងឺជាដើមបុគ្គលិកផ្នែកអនាម័យទាំងនេះមិនបានងាប់ក្រឡាទៅគោរពតាមកាតព្វកិច្ចការងារនោះទេពួកគេបានកំណត់និយមន័យថ្មីឲ្យការងាររបស់ពួកគេដោយខ្លួនឯងពួកគេបានយកគុណតម្លៃរបស់មន្ទីរពេទ្យមកបញ្ចូលក្នុងការវិភាគការងាររបស់ពួកគេនិងឲ្យតម្លៃលើការងាររបស់ខ្លួនមិនមែនមានតែបុគ្គលិកក្នុងមន្ទីរពេទ្យទើបអាចរកឃើញពីតម្លៃរបស់ខ្លួននោះឡើយមានការស្រាវជ្រាវមួយបានបង្ហាញឲ្យឃើញថាមានបុគ្គលិកមកពីគ្រប់វិស័យមិនថាជាកម្មកររោងចក្រជាងកាត់សក់ទោះបីជាពួកគេធ្វើការងារដដែលមែនពិភពខាងក្រៅមិនសូវជាឲ្យតម្លៃក៏ដោយក៏ពួកគេអាចរកឃើញនៅអត្ថន័យសម្រាប់ការងាររបស់ខ្លួនពលគឺមិនមែនធ្វើការដើម្បីតែដោះស្រាយបញ្ហាក្រពះមួយមុខនោះឡើយត្រង់ចំណុចនេះអាចបង្ហាញឲ្យឃើញថាមនុស្សមានទំនោរទៅរកការផ្ដល់តម្លៃទៅឲ្យការងាររបស់ខ្លួនបើសិនជាយើងគិតថាការងាររបស់យើងមានតម្លៃនោះអ្នកនឹងអាចធ្វើការងារលើសពីតម្រូវការនិងលក្ខខណ្ឌរបស់ការងាររីឯការងារក៏ក្លាយទៅជាប្រភពនៃក្តីរីករាយមោទនភាពនិងភាពជោគជ័យនៅក្នុងការផ្នែករបស់មនុស្សធម្មតាបុគ្គលិកដូចជាលោកគឺជាធនធានដ៏មានតម្លៃសម្រាប់មន្ទីរពេទ្យប៉ុន្តែចំពោះឋានៈដឹកនាំវិញដែលជឿទៅលើទ្រឹស្ដីមូលធននិយមគេមិនត្រូវការបុគ្គលិកបែបនេះនោះទេព្រោះថាប្រសិនបើលោកធ្វើការតាមកាតព្វកិច្ចដែលគេដាក់ឲ្យលោកនឹងមានពេលវេលាកាន់តែច្រើនទៅបោះសម្អាតបន្ទប់បានកាន់តែច្រើនម្យ៉ាងទៀតបុគ្គលិកដូចជាលោកមិនអាចគ្រប់គ្រងបានព្រោះគេបានធ្វើការលើសពីកាតព្វកិច្ចការងាររបស់គេ
និងធ្វើឲ្យការគ្រប់គ្រងគ្មានប្រសិទ្ធភាពហេតុនេះហើយថ្នាក់ដឹកនាំនៅរកវិធីគៀបសង្កត់បុគ្គលិកនិងធ្វើឲ្យបុគ្គលិកព្រមធ្វើការទៅតាមបទបញ្ញត្តិឈានចុះមកដល់ប្រធានបទទី2តើម្ចាស់អាជីវកម្មនិងថ្នាក់ដឹកនាំត្រូវធ្វើដូចម្តេចដើម្បីលុបបំបាត់បញ្ហាបុគ្គលិកស្អប់ខ្ពើមការងារតើការផ្ដល់រង្វាន់ជាទឹកប្រាក់ឬក៏សម្ភារៈពិតជាអាចជួយដល់បញ្ហានេះបានដែរឬទេលោក Adam Smith បានលើកឡើងថាកត្តាតែមួយគត់ដែលអាចជំរុញឲ្យបុគ្គលិកខំធ្វើការអាចសម្រេចបាននូវលទ្ធផលល្អនោះគឺការផ្ដល់ប្រាក់កម្រៃខ្ពស់នៅពេលដែលបុគ្គលិកធ្វើការងារបានល្អទស្សនៈរបស់លោក Adam Smith បានធ្វើឲ្យក្រុមហ៊ុនយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងប្រាក់បៀវត្សបុគ្គលិកជាអាចយើងឃើញមានការបង្កើតឲ្យមានបទដ្ឋានឬក៏ស្តង់ដារសម្រាប់យកមកគណនាប្រាក់ខែប្រសិនបើបុគ្គលិកធ្វើតាមការកំណត់គេនឹងទទួលបានប្រាក់រង្វាន់បន្ថែមផ្ទុយមកវិញប្រសិនបើគេមិនអាចសម្រេចបានតាមការកំណត់ទេគេនឹងទទួលរងការពិន័យជាដើមប្រសិនបើយើងឈរនៅលើជំហររបស់ក្រុមហ៊ុនយើងអាចមើលឃើញថាអ្វីត្បិតតែវាមិនមែនជាវិធីតែមួយគត់ដែលធ្វើឲ្យបុគ្គលិកខំធ្វើការបានប៉ុន្តែវាគឺជាវិធីមួយដ៏ត្រឹមត្រូវដោយឡែកសម្រាប់អ្នកនិពន្ធវិញបានយល់ឃើញថាការភ្ញួចទឹកចិត្តបុគ្គលិកដោយប្រើប្រាស់ប្រាក់រង្វាន់វាមិនអាចក្លាយជាកម្លាំងជំរុញឲ្យពួកគេខំធ្វើការងារបាននោះទេប៉ុន្តែវាបានក្លាយទៅជាកម្លាំងរារាំងទៅវិញសេដ្ឋវិទូគឺលោក Bruno Frey បានធ្វើការបកស្រាយពីបាតុភូតនេះនៅអ៊ីស្រាអែលមានសាលាមត្តេយមួយឪពុកម្ដាយរបស់សិស្សានុសិស្សតែងតែមកទទួលកូនយឺតជារៀងរាល់ថ្ងៃធ្វើឲ្យពួកគេមិនអាចបិទទ្វារទៅតាមម៉ោងកំណត់បានសាលាមត្តេយនោះចេញច្បាប់ថ្មីមួយច្បាប់នោះគឺធ្វើការពិន័យចំពោះអ្នកដែលមកទទួលកូនយឺតជាលទ្ធផលមានមនុស្សមកយឺតកាន់តែច្រើនឡើងសាលាធ្វើការពិន័យព្រោះតែចង់ឲ្យអាណាព្យាបាលមកទទួលកូនឲ្យបានលឿនប៉ុន្តែការពិន័យបានធ្វើឲ្យអាណាព្យាបាលគិតថាវាគឺជាតម្លៃនៃការដោះដូរក្នុងការមកយឺតការពិន័យគឺជាការដាក់ទោសនៃការប្រព្រឹត្តកំហុសតម្លៃវាគឺជាខ្ទង់ចំណាយសម្រាប់ទិញផលិតផលឬក៏សេវាកម្មមួយមុនពេលចេញច្បាប់ពិន័យអាណាព្យាបាលបានគិតថាការមកយឺតជាការធ្វើខុសវាជាការគិតដោយប្រើក្រមសីលធម៌ប៉ុន្តែក្រោយការដាក់ច្បាប់ពិន័យឲ្យប្រើប្រាស់អាណាព្យាបាលបានផ្លាស់ប្ដូរការគិតរបស់ខ្លួនមកជាការគិតតាមបែបសេដ្ឋកិច្ចគេនឹងគិតថាការមកយឺតវានឹងចំណេញដែរឬទេប្រសិនបើគិតថាចំណេញគេនឹងមកយឺតដោយគ្មានសម្ពាធផ្លូវចិត្តសូម្បីតែបន្តិចនៅត្រង់ចំណុចនេះចង់បង្ហាញឲ្យឃើញថាកម្លាំងជំរុញតាមបែបសេដ្ឋកិច្ចមិនត្រឹមតែមិនអាចជួយជំរុញដល់កម្លាំងជំរុញបែបសីលធម៌ប៉ុណ្ណោះទេវាថែមទាំងធ្វើឲ្យក្រមសីលធម៌កាន់តែចុះខ្សោយទៀតផងគេនៅបានធ្វើការពិសោធន៍មួយទៀតគេបានឲ្យមនុស្សម្នាក់ស្វែងរកមនុស្សម្នាក់ទៀតឲ្យលើកសាឡុងនៅលើផ្លូវដាក់ទៅលើឡានគេបានធ្វើការពិសោធន៍ជា2ផ្នែកផ្នែកទី1ការដែលឲ្យមនុស្សម្នាក់ទៀតមកជួយលើកវាជាការជួយដោយគ្មានប្រាក់កម្រៃផ្នែកទី2ជាការជួយដែលទទួលបានប្រាក់កម្រៃគេបានរកឃើញថាមានមនុស្សជាច្រើនសុខចិត្តជួយលើកសាឡុងដោយគ្មានប្រាក់កម្រៃច្រើនជាងការដែលឲ្យប្រាក់កម្រៃនៅពេលដែលអ្នកពឹងអ្នកដទៃឲ្យជួយអ្នកមានមនុស្សជាច្រើនសុខចិត្តជួយអ្នកព្រោះគេគិតថាវាគឺជាសកម្មភាពសង្គមប៉ុន្តែនៅពេលដែលអ្នកផ្ដល់ប្រាក់កម្រៃពួកគេនឹងគិតថាទង្វើបែបនេះគឺជាសកម្មភាពសេដ្ឋកិច្ចគេនឹងថ្លឹងថ្លែងថាប្រាក់កម្រៃនោះវាស័ក្តិសមទៅនឹងកម្លាំងដែលគេចំណាយឬទេវាគឺជាការបង្ហាញពីការប្រឆាំងគ្នារវាងសកម្មភាពសង្គមនិងសកម្មភាពសេដ្ឋកិច្ចវាមានន័យថាយន្តការនៃការផ្ដល់ប្រាក់រង្វាន់អាចផ្ដល់ហានិភ័យចំពោះក្រុមហ៊ុនយើងត្រូវតែប្រើវាដោយប្រុងប្រយ័ត្នបើប្រៀបធៀបទៅនឹងការកំណត់បុគ្គលិកក្នុងដំណាក់កាលជាក់លាក់ណាមួយរបស់ខ្សែចង្វាក់ផលិតកម្មនិងការកំណត់ពីវិធីគិតប្រាក់រង្វាន់និងប្រាក់ពិន័យដែលស្មុគស្មាញយកល្អក្រុមហ៊ុនគួរតែផ្ដល់ស្វ័យភាពការផ្លាស់ប្ដូរឱកាសក្នុងការរីកចម្រើននិងការបង្កើនសមត្ថភាពឲ្យបុគ្គលិកឲ្យបានកាន់តែច្រើនធ្វើឲ្យបុគ្គលិកទទួលបានអារម្មណ៍សប្បាយចិត្តដែលពួកគេបានមកពីការផ្ដល់កិត្តិយសនិងការសម្រេចបានសមិទ្ធផលពីស្នាដៃរបស់ខ្លួនព្រោះកត្តាទាំងនេះវាគឺជាកម្លាំងជំរុញផ្លូវចិត្តពីខាងក្នុងចេញមកខាងក្រៅបំលែងវាឲ្យទៅជាសកម្មភាពហើយគ្មានយន្តការផ្ដល់ប្រាក់រង្វាន់ណាអាចយកមកជំនួសវាបាននោះឡើយនៅប្រធានបទទី3យើងនឹងបកស្រាយពីមូលហេតុដែលទស្សនៈរបស់លោក Adam Smith អាចមានឥទ្ធិពលរហូតមកដល់ពេលសព្វថ្ងៃហើយហេតុអ្វីបានជាការគិតរបស់មនុស្សម្នាក់ៗអាចមានឥទ្ធិពលទៅលើសកម្មភាពឬក៏លទ្ធផលរបស់ការងារដែលគេនឹងសម្រេចបានជាពិសេសតើហេតុអ្វីបានជាកម្លាំងជំរុញចិត្តពីខាងក្នុងមានភាពប្រសើរជាងយន្តការផ្ដល់ប្រាក់រង្វាន់ទស្សនៈរបស់លោក Adam Smith មិនមែនជាវិធីកែលម្អផ្លូវជីវិតដែលល្អបំផុតនោះឡើយប៉ុន្តែរាប់រយឆ្នាំមកហើយតើមូលហេតុអ្វីបានជាក្រុមហ៊ុនក៏ដូចជាបុគ្គលិកមិនបានដឹងពីរឿងមួយនេះថែមទាំងមានភាពជឿជាក់យ៉ាងខ្លាំងទៅលើទស្សនៈរបស់គាត់
វាគឺជាលក្ខណៈពិសេសរបស់ទ្រឹស្ដីសង្គមនៅពេលទ្រឹស្ដីឬក៏ទស្សនៈណាមួយត្រូវបានបង្កើតឡើងទោះបីជាទ្រឹស្ដីនោះខុសក៏ដោយត្រូវក៏ដោយវាតែងតែបង្កើតឥទ្ធិពលទៅលើមនុស្សព្រមទាំងកែប្រែសកម្មភាពរបស់មនុស្សឲ្យធ្វើតាមទស្សនៈមួយនោះទៀតផងបែបនេះហើយទើបស្របពេលដែលការបង្កើតវាកាន់តែយូរអង្វែងមនុស្សគ្រប់គ្នានឹងកាន់តែមានភាពជឿជាក់ទៅលើទស្សនៈមួយនោះបាតុភូតបែបនេះគេហៅថាការធ្វើតាមការព្យាករណ៍របស់ខ្លួនឯងយើងងាកទៅកាន់ការពិសោធន៍នៅក្នុងថ្នាក់នៃបឋមសិក្សាមួយគេធ្វើការជ្រើសរើសសិស្សមួយចំនួនដោយចៃដន្យហើយអ្នកជំនាញបានប្រាប់ទៅកាន់គ្រូបង្រៀនរបស់សិស្សទាំងនោះថាក្មេងតានេះគឺជាក្រុមមនុស្សដែលឆ្លាតជាងគេនៅក្នុងថ្នាក់នៅពេលអនាគតពួកគេនឹងមានភាពជោគជ័យក្នុងការសិក្សាសម្ដីទាំងនេះគ្រាន់តែជាការទូទាយផ្ដេសផ្ដាស់តែប៉ុណ្ណោះប៉ុន្តែសម្ដីទាំងនេះបានចេញពីមាត់របស់អ្នកជំនាញទោះបីជាគ្រូបង្រៀនម្នាក់នោះជឿក៏ដោយឬក៏មិនជឿក៏ដោយវានឹងធ្វើឲ្យគ្រូបង្រៀនម្នាក់នេះបង្កើនការយកចិត្តទុកដាក់ទៅលើសកម្មភាពរបស់ក្មេងទាំងអស់បន្ទាប់មកគ្រូម្នាក់នោះនឹងផ្លាស់ប្ដូរនៅឥរិយាបថចំពោះក្មេងៗទាំងនោះដោយចេតនាឬក៏មិនដឹងខ្លួនជាលទ្ធផលនៅពេលប្រឡងឆមាសសិស្សទាំងអស់សុទ្ធតែទទួលបានពិន្ទុល្អបើយើងជាគ្រូម្នាក់នោះវិញយើងនឹងគិតថាការព្យាករណ៍របស់អ្នកជំនាញខ្លាចជាការពិតហើយប៉ុន្តែបើយើងវិភាគឲ្យលម្អិតជាងនេះបន្តិចគឺទស្សនៈរបស់អ្នកជំនាញមានឥទ្ធិពលទៅលើសកម្មភាពរបស់គ្រូបង្រៀនហើយសកម្មភាពរបស់គ្រូបង្រៀនមានឥទ្ធិពលទៅលើលទ្ធផលនៃការសិក្សារបស់កូនសិស្សជាធម្មតាហេតុបង្កើតឲ្យមានផលប៉ុន្តែនៅទីនេះគេបានប្រើប្រាស់ការព្យាករណ៍អំពីផលឲ្យមានឥទ្ធិពលទៅលើហេតុប្រែប្រួលផលក៏ប្រែប្រួលមានន័យថាព្រោះតែគ្រូបង្រៀនបានគិតបែបនោះរួចទៅហើយទើបវាคล้ายទៅជាកម្លាំងជំរុញឲ្យការព្យាករណ៍អាចคล้ายទៅជាការពិតឧទាហរណ៍ខាងលើអាចបង្ហាញថាទស្សនៈរបស់មនុស្សម្នាក់អាចមានឥទ្ធិពលទៅលើសកម្មភាពរបស់ពួកគេឲ្យតែមនុស្សម្នាក់ព្រមជឿជាក់ទៅលើទស្សនៈមួយទោះបីជាទស្សនៈនោះខុសក៏ដោយវាក៏អាចคล้ายទៅជាការពិតមានតែឲ្យបុគ្គលិកមានទស្សនៈចំពោះការងាររបស់ខ្លួនតែប៉ុណ្ណោះទើបអាចបង្កើតជាកម្លាំងជំរុញពីខាងក្នុងជាចុងក្រោយយើងនឹងលើកយកនៅវិធីសាស្ត្រដែលអ្នកនិពន្ធគិតថាក្រុមហ៊ុនគួរតែយកមកគ្រប់គ្រងបុគ្គលិកនិងជាសារសម្រាប់បុគ្គលិកគ្រប់រូបវិភាគថាក្រុមហ៊ុនដែលខ្លួនកំពុងតែស្ថិតនៅគឺជាក្រុមហ៊ុនដែលល្អឬទេវាក៏ជាវិធីដែលក្រុមហ៊ុនរថយន្ត Toyota និងក្រុមហ៊ុន Google យកមកអនុវត្តដូចគ្នាអ្នកឯកទេសផ្នែកគ្រប់គ្រងគឺលោក Jeffrey Pfeffer បានលើកឡើងថាវិធីដែលធ្វើឲ្យក្រុមហ៊ុនមានប្រាក់ចំណូលកើនឡើងជាលំដាប់វិធីដែលបង្កើតឲ្យមានក្រុមហ៊ុនល្អនិងវិធីបង្កើតកន្លែងការងារល្អមានលក្ខណៈដូចគ្នាគាត់បានបញ្ជាក់ថាក្រុមហ៊ុនដែលមានប្រសិទ្ធភាពខ្ពស់មានលក្ខណៈពិសេសដូចខាងក្រោមទី1ផ្ដល់នូវការធានាផ្នែកសុវត្ថិភាពសម្រាប់ការងារទី2បែងចែកសិទ្ធិនិងអំណាចក្នុងការសម្រេចចិត្តផ្ដល់សិទ្ធិសម្រេចឲ្យបុគ្គលិកគ្រប់គ្រងខ្លួនគេដោយខ្លួនឯងទី3ផ្ដល់ប្រាក់កម្រៃដែលមានតម្លៃខ្ពស់ជាងទីផ្សារដោយបែងចែកប្រាក់ចំណេញរបស់ក្រុមហ៊ុននៅពេលក្រុមហ៊ុនបានទទួលចំណេញជំនួសឲ្យការប្រើប្រាស់នៅយន្តការផ្ដល់ប្រាក់រង្វាន់ទី4បង្កើតឲ្យមានការបង្វឹកនិងវឹកហាត់ជាប្រព័ន្ធទី5វាយតម្លៃលទ្ធផលការងាររបស់បុគ្គលិកតែមិនវាយតម្លៃហួសហេតុពេកនិងទី6យកគោលដៅនិងទស្សនៈរបស់ក្រុមហ៊ុនបញ្ចូលទៅក្នុងការអនុវត្តគ្រប់ជំហានរបស់ក្រុមហ៊ុនសូមអបអរសាទរអ្នកបានស្ដាប់ចប់សៀវភៅមួយក្បាលទៀតហើយនៅក្នុងថ្ងៃនេះប៉ុន្តែមុននឹងបញ្ចប់យើងមកធ្វើការរំលឹកឡើងវិញបន្តិចពីចំណុចសំខាន់ៗដែលមាននៅក្នុងសៀវភៅហេតុអ្វីយើងត្រូវធ្វើការនេះឡើងវិញមនុស្សភាគច្រើនមិនពេញចិត្តទៅនឹងការងាររបស់ខ្លួនព្រោះតែការងារទាំងនោះជាការងារដដែលគ្មានការប្រកួតប្រជែងនិងមិនអាចរកឃើញពីតម្លៃនិងអត្ថន័យរបស់ការងារបញ្ហានេះកើតឡើងដោយសារតែទ្រឹស្ដីមូលធននិយមរបស់លោក Adam Smith ដោយលោកបានលើកឡើងថាមនុស្សមានសារធាតុខ្ជិលច្រអូសនិងចង់បានតែភាពស្រណុកសុខស្រួលមានតែប្រាក់ខែប៉ុណ្ណោះទើបអាចជំរុញឲ្យមនុស្សធ្វើការបានឲ្យមនុស្សម្នាក់ធ្វើការងារដដែលអាចជួយឲ្យបង្កើនប្រសិទ្ធភាពការងារទ្រឹស្ដីបែបនេះត្រូវបានក្រុមហ៊ុនជាច្រើនយកវាមកអនុវត្តជាង200ឆ្នាំមកហើយដោយតម្រូវឲ្យបុគ្គលិកធ្វើការងារសាមញ្ញដដែលជារៀងរាល់ថ្ងៃនិងបង្កើតទៅជាយន្តការផ្ដល់ប្រាក់រង្វាន់នៅពេលដែលគេសម្រេចបានគោលដៅនិងធ្វើការដាក់ពិន័យនៅពេលដែលគេមិនអាចសម្រេចគោលដៅបានវាគឺជាមូលហេតុមួយដែលបណ្ដាលឲ្យបុគ្គលិកភាគច្រើនធុញទ្រាន់ទៅនឹងការងារចំណែកឯអ្នកនិពន្ធវិញលោកបានយល់ថាស្ថានភាពនាពេលបច្ចុប្បន្នមានការប្រែប្រួលកាលពីមុនគេត្រូវការកម្លាំងមនុស្សនិងសម្ភារៈដើម្បីបំពេញតម្រូវការប្រចាំថ្ងៃការប្រើប្រាស់សម្ភារៈនិងទឹកប្រាក់ដើម្បីជំរុញឲ្យបុគ្គលិកខំធ្វើការគឺពិតជាមានភាពចាំបាច់និងមានប្រសិទ្ធភាពប៉ុន្តែនៅពេលបច្ចុប្បន្ននេះវិញដោយសារតែបច្ចេកវិទ្យាមានការរីកចម្រើនប្រសិទ្ធភាពផ្នែកផលិតក៏មានការកើនឡើងវាបានលុបបំបាត់ភាពខ្វះខាតផ្នែកសម្ភារៈប្រចាំថ្ងៃ
ការលើកទឹកចិត្តដោយប្រើប្រាស់សម្ភារៈមិនត្រឹមតែមិនអាចក្លាយទៅជាកម្លាំងជំរុញប៉ុណ្ណោះទេមានពេលខ្លះវាបែរក្លាយទៅជាកម្លាំងរារាំងមិនឲ្យបុគ្គលិកខំធ្វើការទៅវិញព្រោះការធ្វើបែបនេះវាធ្វើឲ្យការគិតរបស់បុគ្គលិកក្លាយទៅជាការគិតតាមបែបសេដ្ឋកិច្ចគេនឹងជ្រើសរើសជំរើសដែលគេគិតថាចំណេញបំផុតម្យ៉ាងទៀតវានឹងធ្វើឲ្យសកម្មភាពសង្គមនិងការគិតតាមក្រមសីលធម៌មានការធ្លាក់ចុះហេតុនេះហើយការប្រើប្រាស់យន្តការផ្ដល់ប្រាក់រង្វាន់គួរធ្វើឡើងដោយប្រុងប្រយ័ត្នទស្សនៈរបស់មនុស្សម្នាក់មានឥទ្ធិពលទៅលើសកម្មភាពរបស់ពួកគេឲ្យតែពួកគេមានភាពជឿជាក់ទៅលើទស្សនៈណាមួយទោះបីជាទស្សនៈនោះខុសក៏ដោយក៏អាចក្លាយទៅជាការពិតបានដែរមានតែឲ្យបុគ្គលិកមានទស្សនៈត្រឹមត្រូវចំពោះការងាររបស់ខ្លួនតែប៉ុណ្ណោះទើបអាចបង្កើតទៅជាកម្លាំងជំរុញពីខាងក្នុងប្រសិនបើយើងអាចកែច្នៃមជ្ឈដ្ឋានការងារឲ្យលេចពីតម្លៃរបស់បុគ្គលិកក៏ដូចជាតម្លៃរបស់ខ្លួនឯងយើងនឹងអាចបណ្ដុះគំនិតនៃការឲ្យតម្លៃទៅលើការងារការរកឲ្យឃើញពីតម្លៃនិងអត្ថន័យរបស់ការងារវាគឺជាការជំរុញពីខាងក្នុងនិងជាការជំរុញឲ្យបុគ្គលិកខំធ្វើការភាពសប្បាយរីករាយនិងមោទនភាពដែលបានមកពីការសម្រេចការងារអ្វីមួយវាគឺជាកម្លាំងជំរុញចេញពីខាងក្នុងហើយវាមានប្រសិទ្ធភាពខ្លាំងជាងការជំរុញផ្នែកសម្ភារៈសូមអរគុណចំពោះការតាមដានស្ដាប់របស់អ្នកទាំងអស់គ្នាជួបគ្នានៅក្នុងសៀវភៅថ្មីមួយក្បាលផ្សេងទៀតនៅក្នុងសប្តាហ៍ក្រោយនៅពេលនេះខ្ញុំ Clara សូមអរគុណសូមជម្រាបលា